Hello អ្នកនរគ្នាតមកមើល event ថ្មី Flipkart ដើម្បីយក portrait skin របស់ Limbo skin មានដូចជា Milady ដងហွာងហើយនិង Biron អាហ្នឹងមាន limited ដែរសម្រាប់ portrait ហ្នឹងគឺយើងប្រើបានតែមួយ season ទេគឺពី season 12ហ្នឹងរហូតដល់ចប់ season ទី13គឺអា portrait card ហ្នឹងវានឹងត្រឡប់ទៅវិញហើយ event ហ្នឹងបើនិយាយស្រួលស្ដាប់ទៅគឺស្តៀងទៅនឹង event Flip Gallery Sivana Gallery ហ្នឹងហើយដូចគ្នាទៅនឹង Mobile Legend ដែរដំបូងហ្នឹងគឺយើងដើររកកាតឲ្យបាន68ហើយមិញហ្នឹងខ្ញុំបើក draw ទៅបានអាកាសនោះមួយដែរហើយនេះអាកាសនេះគឺយើង claim វាដើម្បីយកមក draw នៅក្នុងនេះហើយយើង activate វាទៅបានកាតប្រមាណវា complete ឲ្យយើងតាមនឹងទៀតហើយ event ហ្នឹងរៀងញ៉ៃញ៉ៃតិចថ្មីប្លែកអត់ស្ទាន់សូវយល់ច្បាស់ហ្មងនេះតែបើតាមខ្ញុំមើលមកវាស្តៀងទៅនឹងរបស់គេដែរហើយបន្តមកទៀតយើងហែកកញ្ចប់ហ្នឹងយើងនឹងទទួលបានកាត3អានេះកាតថ្មីនិយាយទៅពេលដែលខ្ញុំត្រដំបូងហ្នឹងគឺយើងបានកាតថ្មីហើយដល់ពេលយើងត្រយូរទៅពេលខ្លះជួបកាតដដែលពេលខ្លះក៏ជន់កាតអញ្ចឹងយើងអាច share កាតហ្នឹងទៅឲ្យមិត្តភ័ក្តិយើងឬក៏យើងយកកូដពីមិត្តភ័ក្តិយើងដែលកាតយើងអត់ទាន់មានណា share កូដគ្នាបានហើយនៅក្នុង event ហ្នឹងយើង complete task មក share event ហើយផ្សេងទៀតហ្នឹងគឺដើម្បីទទួលបានអាកាសហ្នឹងយកទៅត្រមានកាតពណ៌ខៀវហើយនិងកាតពណ៌មាសបើកាតពណ៌មាសហ្នឹងប្រហែលជាលក្ខខណ្ឌវារៀងពិសេសជាងគេព្រោះខ្ញុំអត់ទាន់បានទទួលកាតហ្នឹងដែរហើយ event ហ្នឹងចេញនៅក្នុង server ខ្មែរយើងប្រហែលជាខ្ទង់ចន្លោះម៉ោង11ទៅម៉ោង12អានេះserver ខ្ញុំ server សិង្ហបុរីអញ្ចឹងបើកទៅយើងឃើញមុនគេហ្នឹងហើយបន្ទាប់ពីយើងបានកាតមកឃើញសញ្ញាលេខ1អីចឹងហើយអាសញ្ញាបៃតងភ្លឺហ្នឹងយើងអាច activate វាបានណាអ្នកនរគ្នា activate ទៅគឺវាចេញអាហ្នឹងច្បាស់មកហ្មងហើយមិនធំតែ free portrait ហ្នឹងឯងគឺមានទាំង skin outfit global ទៀតរៀងថ្មីរៀងប្លែកហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងរៀងវែងតិចឯងចាំឆែកមើលទាំងអស់គ្នាបន្ថែមទៀតព្រោះ event ហ្នឹងក៏ខ្ញុំមានអារម្មណ៍ថាវល់ដែរបាយបាយ